ទស្សភាពតានតឹងយ៉ាងក្តៅគគុកមហាយុវជនបាញ់គ្រាប់ពិតជាលើកដំបូងក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ EEZ របស់ជប៉ុនផ្ទុះការតវ៉ាផ្លូវការពីក្រុងតូក្យូស្ថានភាពសន្តិសុខនៅអាស៊ីបូព៌ាកំពុងឡើងកម្ដៅជាថ្មីក្រោយកងទ័ពជើងទឹករបស់ចិនបានធ្វើសម្ពយុទ្ធបាញ់គ្រាប់ពិតជាលើកដំបូងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ EEZ របស់ជប៉ុនដែលបានជំរុញឲ្យទីក្រុងតូក្យូចេញការតវ៉ាជាផ្លូវការទៅកាន់ទីក្រុងប៉េកាំងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2026ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី19ខែកក្កដាឆ្នាំ2026នៅចម្ងាយប្រមាណ180គីឡូម៉ែត្រភាគនិរតីនៃកោះអូគីណូតូរីដែលស្ថិតប្រមាណ1700គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងតូក្យូទោះបីជាកោះនេះមានផ្ទៃដីតូចក៏ដោយក៏ជប៉ុនប្រើប្រាស់វាជាមូលដ្ឋានសម្រាប់អះអាងសិទ្ធិកាន់កាប់ក្នុងប្រតិបត្តិការរួមរវាងចិននិងរុស្ស៊ីកងកម្លាំងស្វ័យការពារជប៉ុនបានប្រទះឃើញនាវាចម្បាំងចំនួន4គ្រឿងរួមមាននាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវប្រភេទយិនហៃនិងលូយ៉ាងស្រីនាវាដឹកជញ្ជូនប្រភេទ Fushi ព្រមទាំងនាវា Frigate របស់រុស្ស៊ីក្នុងចំណោមនោះនាវាពិឃាតចិនមួយគ្រឿងបានបើកការបាញ់គ្រាប់ពិតបន្ទាប់ពីបានជូនដំណឹងតាមវិទ្យុទៅកាន់នាវានៅតំបន់ក្បែរនោះជុំវិញសកម្មភាពនេះអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Manorok Kihara បានឲ្យដឹងកាលពីថ្ងៃទី21ខែកក្កដាយ៉ាងដូចនេះថាជប៉ុនបានដាក់លិខិតតវ៉ាទៅកាន់ចិនតាមផ្លូវការទូតដោយចាត់ទុកការបាញ់គ្រាប់ពិតនៅក្នុងតំបន់នេះថាអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពនាវាចរអន្តរជាតិជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីងជៀនបានបដិសេធការតវ៉ារបស់ជប៉ុនដោយអះអាងយ៉ាងច្បាស់ថាសកម្មភាពរបស់ចិនបានប្រព្រឹត្តទៅលើសមុទ្រអន្តរជាតិស្របតាមច្បាប់អន្តរជាតិហើយក្រុងប៉េកាំងក៏មិនទទួលស្គាល់ការអះអាងសិទ្ធិរបស់ជប៉ុនកាន់កាប់លើដែនសមុទ្រជុំវិញកោះអូតាគីណូតូរីដែលចិនចាត់ទុកថាគ្រាន់តែជាថ្មប្រប្រេះទឹកនៅឡើយ